បាទសួស្តីបងប្អូនទាំងគ្នាហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺ admin ដូចជាមានដំណឹងពីរដែលចង់ចែកម្លែកទៅកាន់ពុកម៉ែមីបងប្អូនទាំងអស់គ្នាទស្សនាបាទតើទៅជាមួយនឹងគឺស្ថានភាពរបស់ប្រទេសចៅសៀមបាទបើតាមដំណឹងនេះដូចជាមើលទៅដូចជាតូចចង់លេងអាធំមិនទេបងប្អូនទាំងអស់គ្នាព្រោះអាធំនឹងបរិងក្បាលពេកបងប្អូនណាហ្នឹងហើយតោះឥឡូវសូមបងប្អូនទៅទស្សនាបាទសូមពុកម៉ែមីបងប្អូនទាំងអស់ទស្សនាដំណឹងទី1ជាមួយ admin ទាំងអស់គ្នាបងប្អូនណាស្ថានភាពកំពុងតែដាល់ទៅនោះហើយរួយមកតែទៅមានជុំទី3ណាវាភាកទៅដល់ជុំទី3ហើយវាសិនមានជុំទី3បើបកាយបើខ្លាំងមែនទៅខ្លួនឯងនេះអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ហ្នឹងទៅខ្លួនឯងកុំឲ្យតែហ៊ានតាមព្រំដែនហ្នឹងទៅឲ្យសោះណាប្រាក់ខែច្រើនណាទៅខ្លួនឯងឲ្យភ្លាមก็รอบ3อ่ะมึงก็เอาพวกนักสิเอาพวกที่นั่งในสภาไม่ว่าจะเป็นนักการเมืองสวที่ได้เงินเดือนក្តៅចិត្តដៃប្រពន្ធមកកំពុងតែដាប់ទៅហៅអីមិនបានណុលជុំទិសឯណាគិតទៅជុំទី3ជាមួយខ្មែរទៅណាបើបកាយមែនហើយមានចង់ឲ្យមានជុំទី3មែនទៅខ្លួនឯងណាអ្នកអង្គុយក្នុងសភាណាសមាជិកសភាស្អីនោះណាអ្នកស្អីគេអ្នកនយោបាយស្អីនោះប្រាក់ខែច្រើនណាសិតតែសែនបាតទៅខ្លួនឯងទៅបាទនៅបងប្អូនទាំងគ្នាអញ្ចឹងតើទៅជាមួយនឹងនៅក្នុងដំណឹងកន្លែងនេះបងប្អូនណាគឺបាទជនជាតិថៃហើយនិងជនជាតិសៀមឥឡូវគឺចង់លេងពួកអាធំដែលនៅក្នុងបាទនៅក្នុងអីគេនៅក្នុងសភាឬក៏នៅក្នុងអាជួរបាទតាហ៊ានទៅជួរតបធំណាឧទាហរណ៍អីពួកវាតែងតែបើវិភាគតែងតែញុះញង់តែងតែគេថានេះថាគម្រាមណាបងប្អូនទាំងគ្នានៅគេអាំងអំណាចគេស្មានតែគេហ្នឹងគឺប្រទេសមហាអំណាចឯងបងប្អូនទាំងគ្នាបាទគេតែថាឡើងជុំទី3ឡើយបងប្អូនទាំងគ្នាឥឡូវនេះពួកអាតូចបាទពួកអាតូចនៅខាងក្រោមនោះគឺដោយសារតែបងប្អូនទាំងស្រុកតើទៅជាមួយសង្គ្រាមវាគ្មានអ្វីដែលចំណេញទេគឺមានតែការបាទខាត់បងនិងបាត់បងតែប៉ុណ្ណឹងគឺមានតែប៉ុណ្ណឹងទេส่วนចំណេញគឺគ្មានទេបងប្អូនណាហ្នឹងហើយបាទពួកអាធំគឺវាគម្រាមកម្ពុជាបើយើងចង់ថាអូប្រយ័ត្នមានជុំទី3ចេះចុះទៅប៉ុន្តែអាតូចឥឡូវងើបឡើងពុទ្ធសាសនាងើបឡើងហើយព្រោះដោយសារតែបាទជុំទី3ម៉ែវាអីពួកអាតូចនៅក្នុងវាពិបាកអូស៊ីសឹងអីបងប្អូនហ្នឹងបាទហើយវាក៏បានគេថាឌឺទៅវិញវាចង់បានជុំទី3ហើយទៅធ្វើខ្លួនឯងទៅពួកអាមត្រីធំពួកអានៅក្នុងអុកហ្វីមសិនតែជាឯងទៅហើយកុំឲ្យពួកអានៅព្រំដែនពួកអាតូចតាចទៅធ្វើឯងទៅជុំទី3ទៅច្បាស់វាបងប្អូនដល់គ្នាឥឡូវយើងទៅតាមដានទស្សនាបន្តទៀតបងប្អូនណាឥឡូវនេះគឺអាតូចបាទចង់លេងអាធំហើយពួកសៀមទៅយកទៅការពារដែនដីទៅเยอะซะขนาดนั้นเงินเดือนก็เยอะឆ្លាតក៏ឆ្លាតហើយប្រាក់ខែច្រើនទៀតទៅខ្លួនឯងទៅអត់មានចេះអាណិតតែហ៊ានតាមព្រំដែនខ្លះទេប្រាក់ខែមិនដល់10000បាតផងថ្ងៃឈប់សម្រាកនឹងមិនបានមួយខែមិនបាន3ថ្ងៃផងដែលបានជប់មុខប្រពន្ធកូនផងហើយវល់ទៅជុំទី3ទៅមួយទៀតបងប្អូនអ្នកបញ្យុះអ្នកណាខ្លះណាក៏ផ្ដាំអ្នកណាខ្លះចេះតែបញ្យុះគ្រប់ត្រូលឲ្យមានជុំទី3ជាមួយខ្មែរណាអាម៉េចហ្នឹងអត់ដឹងទេអត់ដឹងថាពេលធ្វើសង្គ្រាមហ្នឹងវាអត់ស្អីគេចំណាយលុយអស់ច្រើនទេคุณไม่รู้หรือว่าการรบมันใช้เงินมากมายចាយលុយច្រើនណាถ้างั้นคุณรวมพลคนយុបើថាចង់ខ្លាំងណាស់ចង់ឲ្យមានជុំទី3ជាមួយខ្មែរខ្លាំងណាស់ឲ្យចេះតែបញ្យុះឲ្យមានទៅហ្នឹងណាប្រមូលលុយណាអ្នកណាអ្នកបញ្យុះឲ្យចង់មានការប៉ះពាល់ជាមួយខ្មែរទៀតហ្នឹងណាប្រមូលលុយខ្លួនឯងចេញមកយកទៅធ្វើសង្គ្រាមកុំយកលុយរដ្ឋបាលសៀមណាព្រោះបើសិនយកលុយរដ្ឋបាលសៀមគឺជាលុយពន្ធរបស់ប្រជាពលរដ្ឋទាំងអស់អញ្ចឹងអ្នកណាដែលចង់ឲ្យមានសង្គ្រាមជាមួយខ្មែរហ្នឹងទៅចេញលុយផ្ទាល់ខ្លួនទៅយកទៅធ្វើសង្គ្រាមទៅដាក់ចំមកកពលមកពេកពងវាន់កហៅអីបានហ្នឹងឲ្យវិភាគឲ្យបញ្យុះឲ្យតែមានសង្គ្រាមជុំទី3ជាមួយនេះបងប្អូនទាំងគ្នានេះគឺជាស្ថានភាពបាទនៅក្នុងប្រទេសចៅសៀមបងប្អូនទាំងគ្នាហ្នឹងហើយអញ្ចឹងបានថាបងប្អូនណាហ្នឹងហើយសង្គ្រាមវាគ្មានអ្វីដែលចំណេញទេគឺមានការខាត់បងបាទការខាត់បងនៅអវិជ្ជាប្រត់ប្រាស់តែប៉ុណ្្នឹងទេព្រោះថាចំណេញដែរគ្មានទេបងប្អូនណាហ្នឹងហើយសម្រាប់កម្ពុជាគឺសុំតែសុខទេកម្ពុជាចង់បានតែសន្តិភាពទេគឺមិនចង់បានសង្គ្រាមទេបងប្អូនណាហ្នឹងហើយប៉ុន្តែចៅសៀមនេះគឺវាស្រែកឃ្លានសង្គ្រាមធ្វើបាទរហូតឲ្យបាទប្រជាជនរបស់វាគឺរស់នៅទាំងវេទនាក្នុងប្រទេសបងប្អូនទាំងគ្នាបាទហើយតើតើជាមួយសង្គ្រាមនេះបងប្អូនកុំច្រឡំណាបាទសង្គ្រាមតើតើជាមួយនឹងបាទការឈានពានរបស់ចៅសៀមនេះសូមបងប្អូនកុំច្រឡំថាតិចលោពួកវាថាវាឈ្លានពានយើងបាទគឺគិតខុសហើយគឺវាមិនដែរ
បាទគឺវាមិនដែលនិយាយបកស្រាយឬក៏ប្រាប់សារព័ត៌មានរបស់វាឬក៏ដំណឹងហ្នឹងផ្សាយទៅទូទាំងបាទពិភពលោកអន្តរជាតិថាបាទវាឈានពានយើងទេបាទគឺវាថែងតែនិយាយថាយើងឈានពានវាបងប្អូនណាហ្នឹងហើយកុំច្រឡំឲ្យសោះហ្នឹងហើយឈឺចាប់ដែរបាទយើងតូចហើយវាចោទថាយើងតូចទៅឈានពានវាបងប្អូនណាហ្នឹងហើយវាចោទថាយើងទៅឈានពានវាបាទហើយយើងឯណាបាទឈឺចិត្តខ្លាំងមែនតើបងប្អូនណាហ្នឹងហើយគេឈានពាននឹងស្រស់ឲ្យគេបួសគេប្រកាច់យើងអញ្ចឹងបាទសូមកុំភ្លេចបាទតើតើជាមួយនឹងការពហិការណាបាទបញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនណាហ្នឹងហើយយើងតែបន្តតើតើជាមួយនឹងការពហិការនៃការឈប់ទិញប្រើប្រាស់ផលិតផលរបស់អាចារ្យសៀមសូមកុំភ្លេចខ្លួនឲ្យសោះបងប្អូនទាំងគ្នាសូមបងប្អូនទាំងអស់គ្នាទៅតាមដានទស្សនានៅវីដេអូទី2ជាមួយអេដមីនទាំងអស់គ្នាណាតែថ្មីនឹងទេបងប្អូនណាហ្នឹងហើយតើតើជាមួយនឹងបាទអាស្វាបងប្អូនណាតានៅព័ត៌មានមួយនេះគួរអស់សំណើចខ្លាំងណាស់បងប្អូនកុំភ្លេចជួយ share ទាំងអស់គ្នាឲ្យប្រជាជនខ្មែរយើងក្នុងប្រទេសក្រៅប្រទេសបានដឹងបានឮបានឃើញហើយនឹងបានសើចហើយចុងក្រោយកុំភ្លេចជេរក្បាលអាស៊ីអាសាក់ហើយអាចារ្យនេះបងប្អូនក្នុងកិច្ចសម្ភាសន៍មួយហ្នឹងកាលពីម្សិលមិញថ្ងៃ30ខែ5 2026ចាអាស៊ីអាសាក់វាបាននិយាយថាចេះបច្ចុប្បន្ននេះមានប្រទេសជាច្រើនកំពុងតែឈ្លានពានប្រទេសថៃដំបូងឡើយគឺប្រទេសភូមាហ្នឹងហើយឥឡូវនេះគឺប្រទេសកម្ពុជាទៀតពិតជាពិបាកខ្លាំងមែនទែនក្នុងបងប្អូនឃើញទេបាទគេលួចយើងគេវាយយើងហើយគេដើរតួកំសត់ណាអញ្ចឹងបានថាកុំភ្លេចខ្លួនគេឈានពៀនទឹកដីយើងបាទនៅព្រំដែនប្រហែលតែគេយកទៅកាន់កាប់ខុសច្បាប់បងប្អូនណាតែសួរថាតើតើជាមួយចំណុចហ្នឹងមិនក៏ឮថាយើងកំពុងដោះស្រាយបាទដោះស្រាយអត់ទុកចោលទេបងប្អូនដល់គ្នាហើយក៏មិនបណ្ដោយឲ្យគេបាទយកទៅបែបនេះដែរអត់ទេបងប្អូនណាហ្នឹងហើយព្រោះដោយសារបងប្អូនត្រូវគិតមើលយើងមានបញ្ហាតិចតួចមកយើងចំណាយពេលរាប់ខែរាប់ឆ្នាំទៅមកដោះចេញចុះតើតើជាមួយនឹងរឿងប្រទេសបងប្អូនណាបាទអញ្ចឹងរាជរដ្ឋាភិបាលរបស់កម្ពុជារបស់យើងគឺលោកមិនទុករឿងនឹងចោលទេហើយក៏មិនមែនសង្ងំដែរគឺកំពុងតែរៀបចំពាក្យបណ្ដឹងបាទយើងបញ្ជូនទៅហើយតើតើជាមួយបណ្ដឹងតែពាក់ព័ន្ធជាមួយនឹងអាចារ្យសៀនវិបាលឈានពៀនយើងហើយបងប្អូនកុំគិតថាចេះកុំច្រឡំថាគ្មានទេកម្ពុជារបស់យើងសង្ងំគ្មានបញ្ចេញសកម្មភាពអត់ទេបងប្អូនណាហ្នឹងហើយគឺលោកបានរៀបចំតើតើជាមួយនឹងពាក្យបណ្ដឹងទៅរួចរាល់ហើយគឺតើតើជាមួយអាចារ្យសៀនហ្នឹងគឺអន្តរជាតិតុលាការអន្តរជាតិនៅបាទគឺនៅតែថ្ងៃកវិចកវាឡើងទេព្រោះតើតើជាមួយនឹងការឲ្យទៅបំភ្លឺបាទឯងទៅមិនទៅបាទតែប្រហែលដងហើយដល់ពេលចុងក្រោយគឺកវិចកអាចោចូលទៅកាត់ទោសហើយដល់ពេលកវិចកហ្នឹងគឺធ្ងន់ណាស់បងប្អូនដល់គ្នាបងប្អូនណាព្រោះដោយសារយើងមានគេហៅថាយើងមានតកតងជាមួយនឹងអផែនទីហ្នឹងគឺយើងមានត្រឹមត្រូវបាទដែលបរាំងគេជាអ្នកចេញឲ្យបងប្អូនណាហ្នឹងហើយបាទហើយឥឡូវនេះតកតងជាមួយពួកអាស៊ានឥឡូវវាកពុលមុខខ្លាំងមែនទែនបងប្អូនដល់គ្នាប្រហែលថ្ងៃមុននោះឃើញអាមួយនោះបាទអារដ្ឋមន្ត្រីរបស់អាចៅសៀមនោះបាទអាស្អីអាខ្ទីនឬបងប្អូនហៅខ្ទីនហៅតាមបងប្អូនដែរទៅបាទគេទៅសម្ដែងមុខបរាំងនិយាយពីថាអូបរាំងនោះនិយាយពីលោករឹងខ្លួនលោកដឹងរឿងពិតហើយវាទៅសម្ដែងភូតគាត់ទៀតបងប្អូនណាហ្នឹងហើយអញ្ចឹងបានថាឥឡូវយើងទៅតាមដានទស្សនានៅក្នុងវីដេអូបន្តទៅទៀតបងប្អូនណាការដែលបង្រួមឡើងវិញក៏ប៉ុន្តែខ្ញុំនឹងធ្វើការងារនេះឲ្យបានល្អបំផុតហើយវាបាននិយាយទៀតថាឥឡូវនេះតែម្ដងគឺម្ដងកម្ពុជាម្ដងភូមាម្ដងកម្ពុជាឈឺក្បាលខ្លាំងណាស់អូយឈឺក្បាលខ្លាំងណាស់ឈឺក្បាលខ្លាំងណាស់បាទតើតើជាមួយអាស៊ីអាសាក់បាទស្វាភ្នែក4នេះអេដមីនគឺអានេះគឺប្រកាសជាងប់នឹងដាច់ខ្សែឈាមនៅលើឆាកអន្តរជាតិគឺមិនយូរមិនឆាប់ទេបងប្អូនទាំងគ្នាហើយសូមផ្ដាំទៅអាស៊ីអាសាក់បាទអាស៊ីអាសាក់ប្រទេសឯងគឺឈានពៀនមកលើប្រទេសគេបាទរួមទាំងកម្ពុជាផងដែរតែពីប្រទេសទេហើយកុំតន់អាចឈឺក្បាលបាទហើយអ្វីដែលប្រទេសបាទទាំងពីរនេះកំពុងតែធ្វើគឺដើម្បីក្នុងការការពារដែលឯងបានឈានពៀនយកទឹកដីរបស់គេនោះបាទហើយកុំភ្លេចបាទហើយកុំភ្លេចតាមតែកម្ពុជាហើយនឹងភូមាហើយកុំភ្លេចទីទៀតម៉ាឡេស៊ីនិងឡាវក៏នឹងធ្វើបែបនឹងដែរប៉ុន្តែសូមបញ្ជាក់នឹងធ្វើបែបនេះគឺមិនមែនគេទៅឈានពៀនឯងទេគេមិនមែនទៅឈានពៀនឯងទេហើយបច្ចុប្បន្ននេះសូមបញ្ជាក់មិនមែនកម្ពុជាហើយនឹងបាទម៉ាឡេស៊ីបាទនឹងភូមាហ្នឹងបាទមិនមែនទៅឈានពៀនឯងទេគឺគេកំពុងតែការពារ
អ្វីដែលសំខាន់ជាក់ស្ដែងឲ្យបានឈានពានបាទកំពុងឈានពានយុទ្ធដីកម្ពុជាខុសច្បាប់បាទនេះគឺជាក់ស្ដែងប៉ុន្តែអេដមីនសូមបញ្ជាក់ហើយប៉ះតែពីប្រទេសហើយប៉ុណ្ណឹងចាំមើលតិចទៀតថ្ងៃណាមួយហើយនឹងប៉ះ4ប្រទេសវាយហើយតែមួយហើយត្រូវចាំអាសៀស័កនៅពេលនោះហើយចង់មិនចង់ក៏អាចស្ទះសរសៃឈាមងាប់ដែរបងប្អូនអរគ្នាអានេះតើតើជាមួយអាសៀស័កបងប្អូនណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនណាគឺមានតែប៉ុណ្្នឹងទេដែលចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាទស្សនាហើយយើងក៏សង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបងប្អូនណានៅជាចុងក្រោយសូមអរគុណសូមគោរពលា